និទានរឿងខ្មែរសូមជូនរឿងកូនកំព្រានិងដើមឈើប្រាថ្នាកាលពីយូរលង់ណាស់មកហើយនៅជាយភ្នំដ៏សែនស្ងប់ស្ងាត់មួយមានភូមិតូចមួយឈ្មោះភូមិអន្លង់ច័ន្ទភូមិនេះព័ទ្ធជុំវិញដោយព្រៃភ្នំទន្លេទឹកថ្លានិងវាលស្រែពណ៌បៃតងខ្ចីប្រជាជននៅក្នុងភូមិនោះរស់នៅដោយភាពសាមញ្ញបំផុតនិងពឹងផ្អែកទៅលើធម្មជាតិទាំងស្រុងនៅក្នុងភូមិនោះមានក្មេងប្រុសម្នាក់ឈ្មោះវិសាលគេជាកូនកំព្រាឪពុកហើយនឹងម្ដាយដែលបានស្លាប់ដោយជំងឺតាំងពីគេនៅតូចវិសាលរស់នៅតែម្នាក់ឯងនៅក្នុងខ្ទមចាស់តូចមួយជិតព្រៃទោះបីជាជីវិតក្រីក្រនិងឯកាប៉ុន្តែគេជាក្មេងចិត្តល្អសុភាពរាបសារនិងឧស្សាហ៍ព្យាយាមណាស់រៀងរាល់ព្រឹកវិសាលតែងតែទៅកាប់អុសរើសផ្លែឈើនិងជួយអ្នកភូមិធ្វើការតូចធំដើម្បីដូរយកអង្ករបន្តិចបន្តួចសម្រាប់ការរស់នៅប្រចាំថ្ងៃមនុស្សខ្លះអាណិតគេប៉ុន្តែមនុស្សខ្លះវិញមើលងាយថាវិសាលជាក្មេងកំព្រាគ្មានអនាគតទោះបីជាយ៉ាងណាក៏ដោយវិសាលមិនដែលខឹងឬស្អប់អ្នកណាទេគេតែងតែញញឹមនិងនិយាយថាបើយើងចិត្តល្អថ្ងៃណាមួយសំណាងល្អក៏នឹងមករកយើងដូចគ្នាដែរថ្ងៃមួយនៅពេលព្រះអាទិត្យជិតនឹងលិចវិសាលចូលទៅក្នុងព្រៃយ៉ាងឆ្ងាយជាងថ្ងៃធម្មតាដើម្បីរកអុសបន្ថែមខណៈកំពុងដើរតាមផ្លូវតូចមួយគេឮសំឡេងខ្សោយជួយផងជួយខ្ញុំផងវិសាលភ្ញាក់ផ្អើលហើយដើរតាមសំឡេងនោះរហូតឃើញសត្វតោដែលកំពុងជាប់អន្ទាក់អ្នកប្រមាញ់ជើងវាហូរឈាមនិងញ័រខ្លាំងដោយការភ័យខ្លាចវិសាលអាណិតសត្វតោនោះណាស់ទោះបីគេក្រីក្រនិងឃ្លានយ៉ាងណាក៏ដោយក៏គេមិនគិតយកសត្វនោះទៅលក់ឡើយគេប្រុងប្រយ័ត្នដោះអន្ទាក់ហើយយកក្រណាត់ចាស់រុំជើងសត្វតោនោះសត្វតោបាននិយាយដោយសំឡេងចម្លែកថាអរគុណអ្នកណាស់មនុស្សល្អដូចអ្នកកម្ររកបានណាស់វិសាលភ្ញាក់ផ្អើលព្រោះសត្វនិយាយបាននៅមួយរំពេចនោះស្រាប់តែមានពន្លឺភ្លើងពណ៌មាសដ៏ភ្លឺចិញ្ចែងចិញ្ចាចជុំវិញសត្វតោនោះវាប្រែคล้ายទៅជាតាបោះម្នាក់ចាស់ស្លៀកពាក់អាវពណ៌សដៃកាន់ឈើច្រត់ខ្ញុំជាអ្នកថែរក្សាព្រៃនេះខ្ញុំបានសាកល្បងចិត្តមនុស្សជាច្រើនប៉ុន្តែគ្មានអ្នកណាមានចិត្តមេត្តាដូចអ្នកឡើយបន្ទាប់មកតាចាស់នោះនាំវិសាលទៅកាន់ដើមឈើធំដ៏មហិមាមួយនៅកណ្ដាលព្រៃស្លឹកវាភ្លឺដូចមាសហើយផ្លែវាចែងចាំងដូចតារានេះគឺជាដើមឈើប្រាថ្នាវាអាចផ្ដល់ពរ3យ៉ាងដល់មនុស្សដែលមានចិត្តសប្បុរសដូចអ្នកវិសាលភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំងនៅពេលនោះដែរតាបោះបាននិយាយថាចូលប្រាថ្នាអ្វីដែលអ្នកចង់បានចុះវិសាលស្ងៀមមួយសន្ទុះមុននឹងនិយាយថាខ្ញុំមិនចង់មានមាសប្រាក់សម្រាប់ខ្លួនឯងទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកភូមិមានទឹកប្រើគ្រប់គ្រាន់ព្រោះឆ្នាំនេះស្រែប្រាំងស្ងួតខ្លាំងណាស់ភ្លៀងនោះដើមឈើបញ្ចេញពន្លឺខ្លាំងនៅព្រឹកបន្ទាប់មានប្រភពទឹកមួយធំផុសឡើងក្បែរភូមិទឹកថ្លាស្អាតហូរមិនចេះរីងសោះអ្នកភូមិសប្បាយចិត្តខ្លាំងណាស់ស្រែចម្ការរីកលូតលាស់ឡើងវិញប៉ុន្តែគ្មានអ្នកណាដឹងថាវិសាលជាអ្នកសុំក្តីប្រាថ្នានោះឡើយ
ហើយនៅក្នុងភូមិនោះដែរមានមនុស្សម្នាក់ឈ្មោះចៅវាយរឿនគាត់ជាមនុស្សលោភលន់និងស្រឡាញ់តែទ្រព្យសម្បត្តិពេលឮថាមានដើមឈើប្រាថ្នាគាត់ក៏បានបង្ខំវិសាលឲ្យនាំទៅរកហើយបាននិយាយគំរាមទៅវិសាលថាបើឯងមិននាំយើងទៅរកទេឯងនឹងគ្មានកន្លែងរស់នៅក្នុងភូមិនេះទៀតទេដោយសារមិនចង់មានបញ្ហាវិសាលក៏ព្រមនាំទៅរកដើមឈើប្រាថ្នាពេលទៅដល់ចៅវាយរឿនស្រែកភ្លាមខ្ញុំចង់បានមាសពេញភ្នំខ្ញុំចង់ក្លាយជាអ្នកមានជាងគេពេលនោះដែរដើមឈើចាប់ផ្ដើមញ័រមេឃចាប់ផ្ដើមងងឹតហើយខ្យល់បក់ខ្លាំងមួយរំពេចនោះមាសជាច្រើនធ្លាក់ពីលើមេឃមកចៅវាយរឿនសប្បាយចិត្តខ្លាំងណាស់ហើយប្រមូលមាសយ៉ាងលោភលន់ប៉ុន្តែមាសទាំងនោះកាន់តែធ្ងន់ឡើងរហូតធ្វើឲ្យគាត់ដួលនិងមិនអាចរើសខ្លួនឯងបានទេតាចាស់អ្នកថែព្រៃលេចមកហើយនិយាយថាមនុស្សដែលលោភលន់ទោះមានទ្រព្យប៉ុណ្ណាក៏ដោយក៏មិនចេះគ្រប់គ្រាន់ឡើយចៅវាយរឿនសុំទោសទាំងភ័យខ្លាចទីបំផុតមាសទាំងអស់ក៏រលាយបាត់ទៅវិញក្រោយពេលនោះដែរតាបោះចាស់បានប្រាប់ទៅវិសាលថាគេនៅសល់បំណងប្រាថ្នាមួយទៀតហើយវិសាលក៏បានគិតយូរមុននឹងនិយាយទាំងទឹកភ្នែកខ្ញុំចង់មានគ្រួសារកក់ក្ដៅមួយខ្ញុំចង់មានមនុស្សដែលខ្ញុំស្រឡាញ់ដូចឪពុកម្ដាយនៅពេលនោះដែរដើមឈើបានភ្លឺឡើងយ៉ាងស្រទន់ដូចជាទទួលនៅបំណងប្រាថ្នារបស់វិសាលហើយនៅថ្ងៃបន្ទាប់មេភូមិនិងអ្នកភូមិជាច្រើនមករកវិសាលពួកគេបានដឹងអំពីរឿងល្អរបស់គេនិងការជួយភូមិទាំងមូលមេភូមិបាននិយាយថាវិសាលអ្នកមិនមែននៅម្នាក់ឯងទៀតទេពួកយើងទាំងអស់គ្នាជាគ្រួសាររបស់អ្នកភូមិទាំងអស់គ្នាអោបវិសាលដោយក្តីស្រឡាញ់វិសាលញញឹមទាំងទឹកភ្នែកព្រោះទីបំផុតគេក៏បានរកឃើញអ្វីដែលមានតម្លៃជាងមាសប្រាក់ទៅទៀតហើយរបស់ដែលមានតម្លៃសម្រាប់វិសាលនោះគឺសេចក្តីស្រឡាញ់និងការមេត្តារបស់អ្នកភូមិមកលើខ្លួនបន្ទាប់ពីវិសាលបានទទួលការស្រឡាញ់ពីអ្នកភូមិជុំវិញខ្លួនជីវិតរបស់គេក៏ប្រែប្រួលយ៉ាងខ្លាំងខ្ទមចាស់តូចមួយដែលធ្លាប់តែស្ងប់ស្ងាត់និងឯកាឥឡូវពោពេញទៅដោយសំឡេងសើចនិងពោពេញទៅដោយភាពកក់ក្ដៅអ្នកភូមិតែងយកអាហារនិងផ្លែឈើនិងអង្ករមកចែករំលែកដល់វិសាលក្មេងៗនៅក្នុងភូមិក៏ចូលចិត្តមកលេងជាមួយគេផងដែរទោះជាយ៉ាងណាក៏ដោយវិសាលនៅតែរស់នៅដោយភាពសាមញ្ញគេមិនដែលអួតអាងពីអំណាចរបស់ដើមឈើប្រាថ្នាឡើយរៀងរាល់ល្ងាចគេតែងតែទៅអង្គុយក្រោមដើមឈើមាសនោះហើយនិយាយថាអរគុណដែលបង្រៀនខ្ញុំថាចិត្តល្អមានតម្លៃជាងមាសប្រាក់ទៅទៀតវិសាលតែងតែមកនិយាយជាមួយដើមឈើប្រាថ្នាជារៀងរាល់ល្ងាចនៅថ្ងៃមួយមានបុរសចំណាស់ម្នាក់ដើរចូលមកក្នុងភូមិគាត់ស្លៀកសម្លៀកបំពាក់ចាស់ហើយមើលទៅនឿយហត់ខ្លាំងណាស់អ្នកភូមិខ្លះមិនចង់ជួយគាត់ទេព្រោះគាត់មើលទៅក្រីក្រនិងចម្លែកប៉ុន្តែវិសាលរត់ទៅស្វាគមន៍ភ្លាមលោកតាសូមមកសម្រាកនៅផ្ទះខ្ញុំសិនមកវិសាលយកបាយក្តៅនិងទឹកឲ្យគាត់ផឹកបុរសចំណាស់ញញឹមយ៉ាងស្ងប់ស្ងាត់ហេតុអ្វីអ្នកល្អដល់មនុស្សដែលអ្នកមិនស្គាល់វិសាលក៏បានឆ្លើយតបភ្លាមព្រោះខ្ញុំក៏ធ្លាប់ត្រូវការជំនួយពីអ្នកដទៃដែលខ្ញុំមិនស្គាល់ដូចគ្នាបុរសចំណាស់មើលគេយូរ
ដោយកំពុងពេញចិត្តអ្វីមួយនៅយប់នោះមានព្យុះធំមួយកើតឡើងមេឃចាប់ផ្ដើមងងឹតហើយសត្វព្រៃនាំគ្នារត់ចេញពីព្រៃអ្នកភូមិភ័យខ្លាចយ៉ាងខ្លាំងភ្លាមនោះមានសំឡេងក្រហមចេញពីព្រៃធំដើមឈើប្រាថ្នាត្រូវតែជារបស់ខ្ញុំបរិសម្នាក់ស្លៀកឈុតខ្មៅបានលេចចេញមកគេជាគ្រូមន្តអាគមឈ្មោះខ្មៅរាជដែលចង់យកអំណាចដើមឈើទៅគ្រប់គ្រងអ្នកភូមិទាំងអស់គ្នាគេប្រើមន្តអាគមធ្វើឲ្យដើមឈើចាប់ផ្ដើមស្ងួតស្លឹកមាសធ្លាក់ចុះហើយពន្លឺក៏រសាត់បាត់បន្តិចម្ដងអ្នកភូមិភ័យខ្លាចខ្លាំងណាស់ហើយពេលនោះដែរតាចាស់ដែលវិសាលធ្លាប់ជួយក៏លេចចេញមកម្ដងទៀតពេលនោះតាចាស់ក៏បានប្រាប់ទៅវិសាលថាវិសាលមានតែចិត្តបរិសុទ្ធប៉ុណ្ណោះដែលអាចជួយការពារដើមឈើនេះបានតើខ្ញុំត្រូវធ្វើដូចម្ដេចលោកតាចាស់ក៏បានឆ្លើយអ្នកត្រូវធ្វើដំណើរទៅរកទឹកចិត្តមេត្តានៅលើភ្នំព្រះច័ន្ទដើម្បីសង្គ្រោះដើមឈើវិសាលមិនស្ទាក់ស្ទើរឡើយទោះដឹងថាផ្លូវគ្រោះថ្នាក់យ៉ាងណាក៏ដោយគេសម្រេចចិត្តទៅរកទឹកចិត្តមេត្តានៅលើភ្នំព្រះច័ន្ទពេលនោះអ្នកភូមិខ្លះនិយាយថាវាគ្រោះថ្នាក់ខ្លាំងណាស់កុំទៅអីប៉ុន្តែវិសាលញញឹមបើខ្ញុំមិនទៅអ្នកភូមិយើងនឹងបាត់បង់ក្តីសង្ឃឹមពេលនោះទៅដល់ភ្នំព្រះច័ន្ទវិសាលត្រូវឆ្លងកាត់ការសាកល្បង3យ៉ាងការសាកល្បងទី1គេត្រូវដើរកាត់រូងភ្នំងងឹតពោពេញទៅដោយសំឡេងខ្មោចសំឡេងមួយនិយាយថាអ្នកគ្មានតម្លៃទេអ្នកគ្រាន់តែក្មេងកំព្រាក្រីក្រវិសាលបិទភ្នែកហើយនឹកដល់ពាក្យម្ដាយធ្លាប់ប្រាប់មនុស្សមានតម្លៃដោយសារចិត្តល្អមិនមែនដោយសារទ្រព្យទេកូនពេលនោះភ្លាមពន្លឺក៏លេចឡើងហើយរូងងងឹតក៏បាត់ទៅការសាកល្បងទី2នៅមុខគេមានមាសប្រាក់និងអាហារជាច្រើនសំឡេងមួយខ្សឹបថាយកវាទៅអ្នកនឹងក្លាយជាអ្នកមានវិសាលគ្រវីក្បាលហើយក៏និយាយថាបើខ្ញុំយកតែសម្រាប់ខ្លួនឯងអ្នកភូមិនឹងនៅតែលំបាកដដែលមាសទាំងអស់នោះក៏រលាយបាត់ទៅការសាកល្បងទី3វិសាលឃើញកូនបក្សីមួយធ្លាក់ពីសម្បុកនិងរបួសធ្ងន់បើគេចំណាយពេលជួយវានឹងធ្វើឲ្យគេទៅយឺតហើយមិនអាចទៅទាន់សង្គ្រោះដើមឈើប្រាថ្នាបានឡើយប៉ុន្តែវិសាលនៅតែរើសកូនបក្សីនោះព្យាបាលដោយប្រុងប្រយ័ត្នភ្លាមនោះដែរពន្លឺភ្លើងពណ៌សភ្លឺឡើងពេញភ្នំហើយមានសំឡេងមួយបន្លឺឡើងថាអ្នកបានឈ្នះការសាកល្បងហើយទឹកចិត្តមេត្តានៅកណ្ដាលភ្នំមានអាងទឹកភ្លឺដោយកញ្ចក់តាចាស់លេចចេញមកម្ដងទៀតនេះគឺជាទឹកចិត្តមេត្តាមានតែមនុស្សដែលគិតពីអ្នកដទៃទេទើបអាចយកវាទៅបានវិសាលយកទឹកនោះត្រឡប់មកភូមិវិញពេលទៅដល់ដើមឈើប្រាថ្នាជិតស្លាប់បាត់ទៅហើយខ្មោចរាជកំពុងសើចយ៉ាងអាក្រក់វិសាលបានចាក់ទឹកចិត្តមេត្តាទៅលើឫសដើមឈើមួយរំពេចនោះពន្លឺភ្លើងពណ៌មាសភ្លឺពេញព្រៃស្លឹកដុះឡើងវិញហើយខ្យល់ត្រជាក់បក់ពេញភូមិអំណាចងងឹតរបស់ខ្មៅរាជក៏រលាយបាត់ទៅអ្នកភូមិទាំងអស់គ្នាអបអរសាទរវិសាលតាចាស់ញញឹមហើយនិយាយថាដើមឈើប្រាថ្នាមិនមែនមានអំណាចដោយសារមន្តអាគមទេប៉ុន្តែដោយសារចិត្តល្អរបស់មនុស្សបន្ទាប់មកគាត់ក៏បាត់ខ្លួនទៅក្នុងពន្លឺភ្លើងវិសាលមើលទៅដើមឈើពណ៌មាសហើយភ្លឺចែងចាំងហើយញញឹមស្ងប់ស្ងាត់ចាប់ពីថ្ងៃនោះមកនៅភូមិអន្លង់ច័ន្ទរស់នៅដោយភាពសុខសាន្តម
មនុស្សគ្រប់គ្នាចេះជួយគ្នានិងស្រឡាញ់គ្នាណាស់នេះហើយជាអំណាចនៃទឹកចិត្តមេត្តានិងការជួយគ្នាទៅវិញទៅមកមិនថាអ្នកមានឬអ្នកក្រឡើយ